Hello សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel GN សម្រាប់រឿងនេះជាការសម្រាប់រឿងលើកដំបូងរបស់ Admin ថ្ងៃនេះដែល Admin នឹងមកលើករឿងមួយដែលមានឈ្មោះថាជំពាក់លុយគេរាប់លានបង្ខំចិត្តធ្វើជាកម្មកររបស់ព្រះមុននឹងចូលដល់សាច់រឿងរបស់យើង Admin សូមសង្កេតក្បាលវីដេអូនេះសិនតួឯករបស់យើងគាត់បានឆ្លងមកពីពិភពផ្សេងហើយពេលគាត់បានឆ្លងចូលមកដល់ភពនឹងហើយគាត់បានជំពាក់បំណុលរបស់គេរាប់ពាន់លានដែលធ្វើឲ្យគាត់បង្ខំចិត្តមកបូជាខ្លួនដើម្បីធ្វើជាកម្មកររបស់ព្រះហើយក៏មានបារម្ភម្នាក់កំពុងតែស្រែកទៅលើមីថាផ្ដល់អំណាចដល់ខ្ញុំហើយគេក៏បាននិយាយថាខ្ញុំសុខចិត្តថ្វាយព្រលឹងនឹងរូបកាយរបស់ខ្ញុំដើម្បីឲ្យទៅព្រះដើម្បីទទួលអំណាចនៃវេទមន្តដ៏អស្ចារ្យស្រាប់តែពេលនោះក៏មានរន្ទះបាញ់ចំគេភ្លាមមួយសន្ទុះក្រោយមកគេក៏បានបើកភ្នែកឡើងវិញហើយខ្ញុំចាំថាអមាញ់មីនេះខ្ញុំកំពុងតែធ្វើការបូជាតែការធ្វើបូជានេះបញ្ចប់ហើយមែនទេហើយទូឲ្យប្រុសយើងបានវាផ្អើលយ៉ាងខ្លាំងហើយគេក៏បាននិយាយថាតើទីនេះនៅកន្លែងណាមួយសន្ទុះក្រោយមកក៏មានច្រត់លំហបើកឡើងហើយក៏បានចេញនៅសិភៅមួយក្បាលដែលមានក្របភ្នែកនៅកណ្ដាលសិភៅនោះហើយនៅបាននិយាយថាការកោះហៅបានជោគជ័យអ្នកអាចមានបំណងប្រាថ្នា3ហើយទូឲ្យប្រុសរបស់យើងបានវាផ្អើលយ៉ាងខ្លាំងព្រោះថាសិភៅនេះចេះនិយាយហើយទូឲ្យប្រុសរបស់យើងបាននិយាយថាបំណងប្រាថ្នាទី1របស់ខ្ញុំគឺចង់បាន10បន្ថែមទៀតនៃបំណងប្រាថ្នាហើយសិភៅនោះក៏បានសាច់ឡើងថាគួរចាប់អារម្មណ៍ទោះឲ្យប្រុសរបស់យើងពិតជាភ័យខ្លាំងមែនទែនហើយគេក៏បានសាយសួរថាតើកិច្ចសន្យាព្រលឹងគឺជាអ្វីទៅបិសាចនោះបាននិយាយថាឯងគ្រាន់តែដឹងថាម្ចាស់រូបកាយដែលបានបូជាព្រលឹងនោះពួកគេនឹងទទួលបានបំណងប្រាថ្នាចំនួន3ចំណែកឯព្រលឹងនិងរូបកាយអ្នកបូជានោះគឺខ្ញុំគឺជាអ្នកទទួលយកទោះឲ្យប្រុសយើងពិតជាភ័យខ្លាំងមែនទែនព្រោះថាបិសាចនោះបំរុងនឹងយកព្រលឹងរបស់ខ្លួនទាំងដែលមិនទាន់ឲ្យបំណងប្រាថ្នាសូម្បីតែមួយពេលនោះទូឲ្យប្រុសរបស់យើងក៏បានរត់ចេញពីកន្លែងនោះយ៉ាងលឿនមកបិសាចនោះគ្រាន់តែផ្ទាត់មេដៃតែមួយស្រាប់តែទូឲ្យប្រុសយើងក៏បានឆេះខ្លួនឡើងហើយបិសាចនោះក៏បាននិយាយថាខ្ញុំភ្លេចប្រាប់អ្នកថានៅពេលដែលកិច្ចសន្យាមួយត្រូវបានបង្កើតឡើងប៉ុន្តែប្រសិនបើអ្នកមានគំនិតតែបន្តិចនៃការបំពេញការសន្យានោះហើយនឹងត្រូវបានធ្វើទារុណកម្មយ៉ាងសាហាវនៅទីបំផុតប្រលឹងរបស់ឯងត្រូវយើងស្រូបយកដដែលស្រាប់តែពេលនោះតួឯកប្រុសរបស់យើងក៏បាននិយាយថាយោងទៅតាមបំណងប្រាថ្នាភក្តីល្មើរួចខ្លួនប្រសិនបើវាបង្កឡើងដោយអ្នកផ្ដាល់បំណងប្រាថ្នាតួឯកប្រុសរបស់យើងបាននិយាយថាអ្នកមិនអាចសម្លាប់ខ្ញុំក្នុងពេលឥឡូវនេះបានទេអ្នកអាចយកជីវិតខ្ញុំបានគ្រប់ពេលប៉ុន្តែអ្នកមិនបាននិយាយដូច្នេះខ្ញុំដឹងថាអ្នកកំពុងតែសាកល្បងខ្ញុំឥឡូវនេះខ្ញុំមកចុះកងត្រាថ្មីជាមួយអ្នកឥឡូវនេះហើយស្ដេចវិសាចក៏បាននិយាយថាអស្ចារ្យពីមុនមកមិនមានអ្នកដែលនិយាយជាមួយខ្ញុំបែបនេះទេគួរឲ្យចាប់អារម្មណ៍ខ្ញុំសម្រេចចិត្តថាបើសិនបើអ្នកអាចសម្រេចបំណងប្រាថ្នាមួយឲ្យខ្ញុំយើងនឹងផ្ដល់ជីវិតថ្មីឲ្យឯងបំណងប្រាថ្នារបស់យើងនោះគឺធ្វើឲ្យបំណងប្រាថ្នា999បន្ថែមទៀតទោះឲ្យប្រុសរបស់យើងក៏បានទុកសេចយ៉ាងខ្លាំងព្រោះថាស្ដេចវិសាចនោះបាននិយាយពីសម្ដីដូចខ្លួនពីមុនស្ដេចវិសាចក៏បាននិយាយថាឯងមិនមានពេលច្រើនដើម្បីគិតទេព្រោះប្រហែល1នាទីទៀតអ្នកនឹងស្លាប់បាត់បង់ជីវិតហើយស្រាប់តែគេកាត់មកដល់ថ្ងៃថ្មីភ្លាមមិនទាន់ដឹងថាទូឯកប្រុសរបស់យើងយល់ព្រមឬអត់ផងទូឯកប្រុសរបស់យើងក៏ឈរនឹកគិតពីថ្ងៃមុនផងដែរទីរេតនៅក្នុងសិភៅនោះក៏បាននិយាយថាឯងចង់ធ្វើអ្វីក៏បានដែរស្រីទីចិត្តឯងទូឯកប្រុសរបស់យើងថាជីវិតគាត់ជាអភ័ព្វខ្លាំងមែនទែនត្រូវបានព្រះទុកចាត់ដូចជាក្របីនឹងសេះបង្ខំឲ្យធ្វើការទូឯកប្រុសរបស់យើងក៏បានចាក់សោទ្វារចូលបន្ទប់ទូឯករបស់យើងក៏បានលើកដើមមួយនិយាយថាមិនដឹងស្ថានភាពគ្រួសាររបស់ខ្ញុំនៅពេលនេះយ៉ាងម៉េចហើយព្រោះពេលនេះខ្ញុំជំពាក់បំណុលរបស់គេ2000យួនក្នុងពេលតែមួយថ្ងៃស្របតែពេលនោះក៏មានអបិណាល់ទីវាយក្បាលទូឯកប្រុសរបស់យើងមកដែរហើយគេក៏បាននិយាយថាក្មេងមិនរួយមិនលើកទូរស័ព្ទរបស់យើងគេក៏បាននិយាយទៀតថាឯងភ្លេចហើយមិនទេតើពីសប្តាហ៍មុនឯងកំពុងតែជំពាក់បំណុលរបស់យើងតើឯងមិនបានឃើញទេម្ដាយរបស់ឯងបានលួចឈៀងដើម្បីសងបំណុលគេហើយនាងបានស្លាប់បាត់ហើយគេក៏បានទាត់ទូឯកប្រុសរបស់យើងនឹងបាយឈាមខ្ចាយហើយគេបាននិយាយថាសម្រាប់ឯងបានការទីខ្ញុំបានការអ្វីរបស់យើងបានយកដល់ខ្ទប់ក្បាលហើយគេក៏បាននឹកស្រមៃកាលគេនៅក្មេងផងដែរក៏នៅជាមួយនឹងម្ដាយរបស់គេបាននិយាយថាតើឯងមកបងដើម្បីខ្លាចជាអ្នកដាស់ឡើងនៃសមត្ថភាពដ៏អស្ចារ្យហើយមែនទេហើយម្ដាយរបស់គេក៏បានលើកទឹកចិត្តគេផងដែរថាធ្វើជាមនុស្សមិនត្រូវបោះបង់ឡើយស្រាប់តែពេលនោះក៏មានពលិក្នុងការខ្លាចរស់ទូឲ្យប្រុសរបស់យើងហើយទូឲ្យប្រុសរបស់យើងក៏បានមកដល់មកទៀតតែម្ដងហើយអាពីនេះក៏បាននិយាយថាតើវាអាចទៅរួចដល់យូរណាតើវាអាចដាស់សមត្ថភាពបានហើយមែនទេ
ហើយគេក៏បាននិយាយថាទូឯកប្រុសរបស់យើងបានបំមាច់ដល់កម្រិតខ្ពស់ហើយយ៉ាងមួយនេះក៏វាបាននិយាយថាត្រឹមតែជាអ្នកដោះឡើងសមត្ថភាពកម្រិតទី1មួយក៏ហ៊ានក៏អើតពីទួងនៅមុខយើងខ្លាំងម្ល៉េះទូឯកប្រុសរបស់យើងក៏បាននិយាយថាសមត្ថភាពខ្ញុំឥឡូវនេះខ្ញុំអាចកម្ចាត់ពួកគេបានត្រឹមតែមួយដៃទេប៉ុណ្ណោះហើយអាពេលនេះក៏បានមាត់ទូឯកប្រុសរបស់យើងមួយដៃតែមាត់ខុសហើយអាទាំងអស់ទៅមកជើងរបស់ទូឯកប្រុសរបស់យើងមកទៀតតែម្ដងហើយគ្នាវាម្នាក់ទៀតក៏មានវិខ្លួនដែរក៏ត្រូវមកហើយវាក៏បានសុំវល់ឲ្យទូឯកប្រុសរបស់យើងទុកជីវិតឲ្យវាផងវារងព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីទូឯកប្រុសរបស់យើងខ្ញុំគ្រាន់តែគេបញ្ជូនមកដើម្បីទៅបំណងលោកតែប៉ុណ្ណោះខ្ញុំមិនមានដំណងអ្វីទៀតទេទូឯកប្រុសរបស់យើងក៏បានតទៅវាវិញថាឲ្យយកពួកវាទៅវិញអស់ទៅយើងមិនធ្វើអ្វីឲ្យទៀតទេបើមានរយគេអាចមករកយើងបានយើងរងចាំគ្រប់ពេលវេលាទូឯកប្រុសរបស់យើងក៏បានធ្វើមកវាចាក់ចេញទៅផងដែរទូឯករបស់យើងក៏បានស្រែកហៅសិខើអាចកំបាំងមកផងដែរស្វអាចកំបាំងនោះក៏បាននិយាយថាកម្លាំងនៃសមត្ថភាពយល់ដឹងនៃវិញ្ញាណរបស់ឯងពិតជាខ្លាំងមែនដែលអាចយល់ដឹងថាយើងនៅកន្លែងនោះទូឯករបស់យើងក៏បានតបទៅសិខើអាចកំបាំងវិញថាពេលនេះខ្ញុំមានអារម្មណ៍ថាធម្មពលចម្លែកនៅក្នុងខ្លួនរបស់ខ្ញុំថាធម្មពលអាចកំបាំងនោះគឺជារបស់អ្នកមែនទេខ្ញុំអាចដឹងសិខើអាចកំបាំងក៏បានតបវិញថានេះគឺជាសិខើអាចកំបាំងក៏បានតបវិញថានេះគ្រាន់តែជាធម្មពលបណ្ដោះអាសន្នដែលខ្ញុំផ្ដល់ឲ្យអ្នកតែប៉ុណ្ណោះខ្ញុំដឹងថាឯងនឹងត្រូវបានគេវាយហើយរបស់យើងក៏បាននិយាយថាអញ្ចឹងខ្ញុំនៅពេលអនាគតខ្ញុំមិនត្រូវបានគេវាយគេទេ